ថ្ងៃមួយមានកសិករម្នាក់បានដើរមករកទិញគោនៅទីផ្សារព្រោះគាត់ចង់បានគោយកទៅធ្វើស្រែចម្ការប៉ុន្តែថ្ងៃនេះនៅទីផ្សារគ្មានគោណាល្អសោះគាត់បំរុងនឹងត្រឡប់ទៅវិញស្រាប់តែមានគោមួយបានមកគៀវជើងរបស់គាត់ហើយគាត់ក៏ញញឹមឲ្យសើចដាក់គោនឹងថាម៉េចឯងចង់ឲ្យយើងទិញឯងមែនឬទេមើលទៅឯងស្គមខ្លាំងណាស់បើទិញទៅ2ឆ្នាំទៀតមិនដឹងជាអាចជួស្រែឲ្យយើងបានដែរឬអត់ផងគាត់ប្រាប់ថាឯងទៅរកម្ចាស់ថ្មីទៅកុំមករកយើងរំពេចនោះសត្វគោក៏ងើយកឡើងរួចហើយក៏និយាយថាបើសិនជាលោកម្ចាស់ទិញខ្ញុំនឹងអាចជួយដល់លោកម្ចាស់បានរឿងច្រើនយ៉ាងរំពេចនោះស្រាប់តែបុរសកសិករភ័យស្ទើរតែរត់បាសជើងកសិករក៏បានសួរទៅគោវិញថាចុះបើឯងពូកែមានហេតុអ្វីបានជាម្ចាស់ឯងយកឯងមកលក់បែបនេះក្របីគោនឹងក៏បានឆ្លើយត្រឡប់ទៅវិញថាម្ចាស់ខ្ញុំមួយថ្ងៃផឹកតែស្រានៅនឹងរោងស្រានឹងឯងមិនដែលយកស្មៅមកដាក់ឲ្យខ្ញុំស៊ីទេខ្ញុំក៏មានកម្លាំងមានសេរីភាពខ្ញុំចង់ឲ្យលោកទិញខ្ញុំទៅខ្ញុំនឹងព្យាយាមជួយធ្វើស្រែធ្វើចម្ការរបស់លោករំពេចនោះស្រាប់តែមានម្ចាស់គោក្របីក៏បានដើរសំដៅមករកបុរសកសិករហើយបានចរចាជាមួយបុរសកសិករថាតើលោកចង់ទិញគោនេះមែនឬទេបុរសកសិករបាននិយាយទៅថាប្រកាសណាស់ខ្ញុំចង់ទិញគោមួយនេះហើយក៏តតម្លៃគ្នាចុះឡើងបុរសកសិករឲ្យ7ដំឡើងចំណែកបុរសម្ចាស់គោទា10ដំឡើងចរចាគ្នាជាយូរមិនត្រូវក៏បានអញ្ជើញអ្នកដែលមានឋានៈល្អម្នាក់បានមកដោះស្រាយឲ្យហើយក៏សម្រេចលក់7ដំឡើងនឹងឯងលោកកសិករបានយកគោមកដល់ផ្ទះប្រពន្ធគ្រាន់តែឃើញភ្លាមស្លុតចិត្តមែនទែនចុះឯងទិញគោឯណាមិនក៏ស្គមម្លេះហើយតម្លៃប៉ុន្មានកសិករក៏ប្រាប់ថាតម្លៃ7ដំឡើងប្រពន្ធវិញថាគោប៉ុណ្ណឹងតែ3ដំឡើងគ្មានអ្នកណាទិញផងចុះហេតុអ្វីឯងទៅទិញដល់ថ្លៃដល់ទៅ7ដំឡើងទៅវិញរស់កសិករក៏បាននិយាយទៅប្រពន្ធថាណែឯងកុំទន់ខឹងគោនេះមានលក្ខណៈពិសេសណាស់ព្រោះវាចេះនិយាយចាំមើលខ្ញុំសួរវាពេលនោះកសិករសួរយ៉ាងណាក៏គោមិនឆ្លើយនោះទេប្រពន្ធថាឃើញទេឯងចាញ់បោកគេហើយឯងឆាប់យកគោនេះទៅសងគេវិញហើយយកប្រាក់មកវិញមកពេលនោះកសិករឈឺចិត្តឆ្អឹកទ្រូងជាខ្លាំងក៏បានយល់ព្រមធ្វើតាមសម្ដីរបស់ប្រពន្ធបានដឹកគោទៅឯផ្សារដើម្បីរកទៅដោះដូរជាមួយនឹងលោកតាចាស់ម្នាក់នោះប៉ុន្តែទៅរកយ៉ាងណាក៏គ្មានតម្រុយពីលោកតាចាស់ម្នាក់នោះទេហើយបុរសកសិករក៏បានយកគោមកផ្ទះវិញកសិករនិងប្រពន្ធក៏បានសម្រេចចិត្តថានឹងចិញ្ចឹមគោនោះទៅព្រោះយកទៅលក់ទីណាក៏គេមិនទិញនោះដែរចាប់ពីពេលនោះមកគាត់ក៏បានរកស្មៅរកទឹកដាក់ឲ្យគោស៊ីរហូតដល់គោរាងធំធាត់បន្តិចពេលខែរងាក៏គាត់យកចំបើងយកមកគ្របធ្វើជាភួយឲ្យគោដេកទៀតផងមិនយូរមិនឆាប់គាត់ក៏បានត្រៀមគោនឹងទៅភ្ជួរស្រែនិងសង្ឃឹមថានឹងអាចជួយគាត់បានខ្លះក៏ប៉ុន្តែផ្ទុយទៅវិញបានតែមួយជុំពីរជុំប៉ុណ្ណោះគោក៏ទាន់ជើងដើរទៅមុខលេងរួចកសិករគ្នាឯងដែលនៅក្បែរឃើញហើយក៏សើចចំអកឲ្យបុរសកសិករម្នាក់នោះបុរសកសិករម្នាក់នោះគាត់មិនចោះចាញ់នោះទេគាត់បានព្យាយាមយកគោគាត់មកឲ្យស៊ីស្មៅមើលថែបំពន់បន្ថែមទៀតគាត់មិនខ្វល់នឹងសម្ដីអ្នកណានិយាយនោះទេគាត់បានយកគោមកដល់ផ្ទះវិញហើយក៏បានមើលថែវាធម្មតាគាត់បានមើលថែវាអស់រយៈពេល5ឆ្នាំនៅថ្ងៃមួយកសិករកំពុងតែដាក់ស្មៅឲ្យគោហើយប្រពន្ធកំពុងតែបោះអង្កាមនៅក្បែរនោះសុកស្រាប់តែគោងើយកឡើងហើយនិយាយទៅកាន់លោកម្ចាស់ថាលោកម្ចាស់បានមើលថែខ្ញុំយ៉ាងល្អរយៈពេល5ឆ្នាំមកនេះដល់ពេលវេលាដែលខ្ញុំត្រូវសងគុណលោកម្ចាស់វិញហើយកសិករក៏លន់មកថាទីបំផុតឯងបាននិយាយវិញហើយតែឯងចង់ជួយយើងរបៀបម៉េចក្របីក៏បានតបថាកាលពីលោកទិញខ្ញុំគឺខ្ញុំសន្យាជាមួយលោកម្ចាស់ថានឹងជួយឲ្យលោកម្ចាស់រកស៊ីមានបានអញ្ចឹងស្អែកនេះសូមលោកម្ចាស់ត្រៀមរទេះនិងការុង 4-5 ទៅខ្ញុំនឹងនាំលោកម្ចាស់ទៅភ្ជួរដីចម្ការរបស់យើងលោកម្ចាស់នឹងជួបរឿងដែលគួរឲ្យភ្ញាក់ផ្អើលម្ចាស់ក៏ព្រមធ្វើតាមគោបានប្រាប់
ទៅដល់ស្រែកើតក៏បានជួ3 4 5ជុំក៏ស្រាប់តែចេញកាក់មាសជាច្រើននៅជុំវិញស្រែរបស់គាត់ត្រេកអរខ្លាំងណាស់ញញឹមបិទមាត់មិនចិត្តនោះទេក្នុងខណៈពេលដែលកសិករកំពុងតែភ្ជួរហើយប្រមូលដុំមាសនោះដាក់ក្នុងរទេះបានយ៉ាងច្រើនរំពេចនោះស្រាប់តែឮសំឡេងនៅពីក្រោយខ្នងថាបានហើយល្មមហើយឯងគួរតែប្រគល់គោឲ្យយើងវិញមកពេលកសិករងាកទៅស្រាប់តែឃើញលោកតាម្ចាស់គោដែលលក់ឲ្យគោឲ្យគាត់កាលពីមុននោះពេលនោះគាត់បានគិតថាលោកតាចាស់ម្នាក់នេះមិនមែនជាមនុស្សធម្មតានោះទេគាត់ក៏ព្រមប្រគល់គោឲ្យទៅតាចាស់ម្នាក់នោះវិញព្រោះមាសប្រាក់នៅពេលនេះគឺច្រើនខ្លាំងណាស់សូម្បីតែបុរសកសិកររស់មួយជីវិតក៏មិនអស់ផងពេលនោះហើយគាត់ក៏បានឡើងជិះលើខ្នងគោបន្ទាប់មកក៏ហោះឡើងទៅលើមេឃស្ទុយបាត់ទៅបុរសកសិករក៏បានលើកដៃសំពះនិងអរគុណទៅលោកតាចាស់នោះខ្លាំងណាស់បុរសកសិករនឹកឃើញថាលោកតាចាស់ម្នាក់នេះដូចជាកាលពីច្រើនឆ្នាំមុនគេបានជួយឲ្យដំឡូងបារាំងទៅលោកតាចាស់ម្នាក់នេះកំពុងតែដើរសំទានពិតជាមុខដូចគ្នាខ្លាំងណាស់ប្រហែលជាគិតហើយដូច្នេះហើយកសិករមិនគិតច្រើនតទៅទៀតក៏បានប្រមូលមាសដាក់ការុងដាក់លើរទេះហើយអូសត្រឡប់ទៅដល់ផ្ទះពេលទៅដល់ផ្ទះភ្លាមប្រពន្ធឃើញមាសច្រើនក៏ត្រេកអរយ៉ាងខ្លាំងហើយក៏បានសរសើរប្តីថាបងធ្វើត្រូវហើយពេលនោះបុរសកសិករនិងប្រពន្ធបានយកលុយទៅសាងសង់ផ្លូវដើម្បីឲ្យអ្នកភូមិជិះស្រួលបន្ទាប់មកក៏ចែកនៅស្រូវពូជហើយនឹងបើកសាលារៀនដើម្បីឲ្យសិស្សានុសិស្សមករៀនដោយឥតគិតថ្លៃមិនត្រឹមតែប៉ុណ្ណោះអ្នកជិតខាងអ្នកស្រុកបានសួរទៅកសិករថាតើហេតុអ្វីលោកមានមាសមានលុយច្រើនបែបនេះហើយយកមកចំណាយបែបនេះទៅវិញមិនទុកខ្លួនឯងបុរសកសិករញញឹមហើយនិយាយតបទៅថាខ្ញុំមានមាសមកនេះដោយសារតែការខិតខំប្រឹងប្រែងព្រោះតែខ្ញុំគិតថាគោនោះគឺជាគោស្គមក៏ដោយក៏ខ្ញុំនៅតែចិញ្ចឹមមើលថែបីបាច់វានោះដែរទីបំផុតខ្ញុំក៏ទទួលបាននៅលាភសំណាងមួយនេះដូច្នេះហើយខ្ញុំក៏ខំធ្វើដើម្បីឲ្យកូនក្មួយនៅក្នុងភូមិបានរៀនពងពោះនិងបានអនាគតល្អផងដែរគាត់ក៏បានទទួលមេដាយពីប្រជាជននៅក្នុងភូមិនោះក៏រស់នៅយ៉ាងសុខសាន្ត